ខ្ញុំនឹងនាំប៉ាម៉ាក់ទាំងអស់គ្នាមកមើលថាសិស្សានុសិស្សដែលរៀននៅសាលា AUPP Liger Leadership Academy នេះគេមានសកម្មភាពអីខ្លះក្នុងរយៈពេលពេញមួយថ្ងៃ A Day Leadership Life ជាដំបូងសូមបញ្ជាក់សិនថាសាលានេះគឺជាសាលាចាប់ពីអនុវិទ្យាល័យរហូតដល់ចប់វិទ្យាល័យនិយាយទៅគឺពីថ្នាក់ទី7រហូតដល់ថ្នាក់ទី12ហើយនៅតាមសាលាថ្លៃភាគច្រើនលោកប៉ាអ្នកម៉ាក់ចូលចិត្តសួរថាតើកម្មវិធីសិក្សានេះគេយកមកពីប្រទេសណាសូមជម្រាបថាកម្មវិធីសិក្សានេះគឺជាការបង្កើតដោយសាលា Liger ផ្ទាល់តែម្ដងដោយអត់មានយកមកពីប្រទេសណាទេប៉ុន្តែសម្រាប់ខ្ញុំឯណាជាទស្សនៈខ្លួនឯងផ្ទាល់គឺល្អជាងប្រទេសណាទាំងអស់ការស្រែកូនប្រឹងជួយដល់ម៉ែពូខកការណាំពេលបានបន្តការចំណុចទី1ដែលខ្ញុំមានមោទនភាពបំផុតគឺកូនសិស្សនៅទីនេះរៀនទាំងភាសាអង់គ្លេសស្ទាត់ទាំងភាសាខ្មែរហើយសម្រាប់ភាសាខ្មែរគឺមិនមែនគ្រាន់តែការប្រស័យតាក់ទងក្នុងជីវភាពរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះទេគេមានកម្មវិធីសិក្សាថ្នាក់ភាសាខ្មែរដែលរៀនអំពីរាជស័ព្ទសង្ឃស័ព្ទភាសាការទូតភាសាជាមួយនឹងមុខងារមន្ត្រីសាធារណៈឬក៏ការរៀបនៅសន្ទរកថានៅក្នុងកម្មវិធីផ្លូវការជាដើមអញ្ចឹងនៅពេលព្រឹកកូនសិស្សគឺចំណាយពេលនៅក្នុងថ្នាក់រៀនតាមការវិភាគម៉ោងរៀនរបស់គេនីមួយៗអាចម៉ោងរៀនភាសាខ្មែរឬក៏គម្រោងផ្សេងៗខ្ញុំប្រើពាក្យថាគម្រោងគឺដោយសារតែសាលានេះគេរៀនជាលក្ខណៈឲ្យសិស្សានុសិស្សនឹងបង្កើតនិងអនុវត្តគម្រោងជាក់ស្ដែងតែម្ដងដែលភាសាអង់គ្លេសគេហៅថា project based learning នៅខាងក្រោយខ្នងខ្ញុំដែលមើលទៅរៀងអាត់កំបាំងស្ងាត់ហ្នឹងណាកន្លែងហ្នឹងគឺជាបន្ទប់ប្រឹក្សាយោបល់គេមានគ្រូជំនាញដើម្បីធ្វើការប្រឹក្សាយោបល់ជាពិសេសទៅលើសុខភាពផ្លូវចិត្តសម្រាប់កូនសិស្សហើយករណីមួយចំនួនដែលអ្នកគ្រូធ្លាប់ប្រាប់ខ្ញុំហ្នឹងដូចជាកូនសិស្សគាត់មានវិបត្តិផ្លូវចិត្តជួនកាលទៅដោយសារតែគ្រួសារគាត់ដោយសារតែឆ្លោះគ្នាដោយសាររៀនតាមទីអត់ទាន់ឬក៏មានការប្រែប្រួលនៅលើរូបរាងកាយរបស់គាត់ឬក៏ទំនាក់ទំនងអីមួយចឹងថាគ្រប់រឿងទាំងអស់ដែលកូនសិស្សត្រូវការជំនួយក្នុងការប្រឹក្សាយោបល់គឺគេមកជជែកជាមួយនឹងអ្នកគ្រូនៅខាងក្នុងហ្នឹងសាលានៅនេះទំនើបមែនមានចដៅយន្តទាំងអស់ហ្នឹងឯងប៉ុន្តែចដៅយន្តគឺមិនត្រូវបានអនុញ្ញាតឲ្យប្រើនោះទេសម្រាប់កូនសិស្សគឺកូនសិស្សត្រូវតែដើរទោះបីឡើងទៅជាន់ទីប៉ុន្មានក៏ដោយគឺដោយសារតែគេជំរុញឲ្យកូនមានចលនាដើម្បីសុខភាពរបស់ពួកគាត់និយាយលាក់បាំងអីមកសាលានឹងម្ដងបានហាត់ប្រាណច្រើនគួរសមដែរតោះឥឡូវនេះដល់មកអាហារថ្ងៃត្រង់ហើយអញ្ចឹងកូនសិស្សទាំងអស់មកញ៉ាំអាហារថ្ងៃត្រង់នៅកង់ទីនហើយចូលមកដល់ភ្លាមហ្នឹងត្រូវលាងដៃជាមុនសិនអាហារប្រចាំថ្ងៃនៅទីនេះគឺគូពីសុខភាពជាទីបំផុតឧទាហរណ៍ដូចបាយអញ្ចឹងគឺគេញ៉ាំបាយសម្រូបហើយសម្រាប់មុខម្ហូបវិញគឺស្ករតិចអំបិលតិចមានបន្លែមានត្រីមានសាច់ដែលមានតុល្យភាពបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួចហើយកូនសិស្សត្រឡប់ទៅចូលរៀនថ្នាក់រៀនឬក៏រៀបចំគម្រោងរបស់ពួកគេជាបន្តទៀតនៅសាលានេះគឺមានទាំងកន្លែងស្នាក់នៅទៀតណាក៏ប៉ុន្តែមិនមែនកូនសិស្សទាំងអស់ត្រូវតែស្នាក់នៅទេនិយាយទៅកូនសិស្ស 80% ស្នាក់នៅសាលាអញ្ចឹងសម្រាប់កូនសិស្សដែលគាត់អត់ស្នាក់នៅសាលាប្រហែលជា 20% ហ្នឹងគឺគាត់ត្រឡប់ទៅផ្ទះវិញនៅពេលល្ងាចប៉ុន្តែសម្រាប់កូនសិស្សដែលស្នាក់នៅទីនេះគឺគាត់យកមកពេលល្ងាចផុតពីម៉ោងរៀនហ្នឹងមកលេងកីឡាហើយបន្ទាប់ពីអាហារពេលល្ងាចហើយកូនសិស្សទាំងអស់ត្រូវទៅកន្លែងស្នាក់នៅរបស់ខ្លួនឯងដែលកន្លែងស្នាក់នៅហ្នឹងគឺបែងចែកជា2គឺយើងមានមួយផ្នែកគឺកន្លែងសម្រាប់កូនសិស្សស្រីហើយមួយផ្នែកទៀតហ្នឹងគឺសម្រាប់កូនសិស្សប្រុសនៅខាងលើអគារស្នាក់នៅនេះមានសាលធំមួយសម្រាប់កូនសិស្សស្វ័យសិក្សាមុនពេលគាត់ចូលគេងអញ្ចឹងនៅទីនេះពួកគាត់ចំណាយពេល2ម៉ោងបានដែល1ម៉ោងជាមួយនឹងគ្រឿងអេឡិចត្រូនិកឬក៏គ្រឿងបច្ចេកវិទ្យារបស់ពួកគាត់ហ្នឹងគាត់ចំណាយពេលនៅក្នុងការធ្វើកិច្ចការងារសាលាធ្វើការងារស្រាវជ្រាវធ្វើការងារជាក្រុមជាដើមហើយ1ម៉ោងទៀតពួកគាត់មានសិទ្ធិចុចអីក៏បានដែរប៉ុន្តែក៏មានការតាមដានយ៉ាងដិតដល់ពីម៉ាក់ដែលជាបុគ្គលិកដែលថែទាំសុខភាពរបស់កូននៅទីនេះបន្ទប់នេះបន្ទប់ movie room បន្ទប់មើលកុនហើយខ្ញុំបានសួរម៉ាក់ប្រចាំការនៅហ្នឹងគឺគាត់ជាអ្នកជ្រើសរើសរឿងឲ្យត្រូវទៅនឹងអាយុហើយនឹងតម្រូវការរបស់កូនសិស្សអីចឹងទៅហើយនឹងក្នុងមួយសប្តាហ៍មើលរឿងបានម្ដងមើលជុំគ្នាដូចរូបកុនចឹងណា movie room ហើយចាប់ពីម៉ោង8តទៅគ្រឿងអេឡិចត្រូនិកគ្រឿងបច្ចេកវិទ្យាឬទូរស័ព្ទដៃទាំងអស់គឺនឹងត្រូវបានប្រមូលទៅសាកថ្មជុំគ្នានៅបន្ទប់សាកថ្មអញ្ចឹងផុតពីម៉ោង8កូនរបស់យើងនឹងមិនមានគ្រឿងបច្ចេកវិទ្យានៅក្បែរខ្លួននោះទេថ្មណាចាសាកថ្មមែនតើណានេះខ្ញុំទៅឃើញដែរនេះឧបករណ៍សាកថ្មគេលយអស់តោះអ្នកឃើញអត់សាកថ្មទូរស័ព្ទយប់ឡើងម៉ោង8ឡើងគឺគេយកមកសាកជុំគ្នានេះប៉ុន្តែម៉ាក់ប៉ាមិនបាច់បារម្ភទេបើត្រូវការតាក់ទងកូនយប់ប្រលប់អីគឺអាចតាក់ទងមកកាន់ម៉ាក់ដែលមើលថែទាំប្រចាំការនៅទីនេះបានហើយអ្នកដទៃដែលមិនមែនកូនសិស្សហ្នឹងគឺមិនអាចចូលបានទេមិនមែនកូនសិស្សឬក៏ម៉ាក់ឬក៏អ្នកគ្រូដោយសារតែអ្នកមើលខ្ញុំដាក់ scan មុខខ្ញុំណាខ្ញុំនេះជាណាប៉ុន្តែវាដាក់ថា fail បរាជ័យដោយសារមុខខ្ញុំហ្នឹងមិនមែនមុខដែរអនុញ្ញាតឲ្យចូលទេអញ្ចឹងគេចូលក៏អត់បានទ្វារហ្នឹងក៏គេក៏អត់បើកឲ្យដែរអូសុំចូលខាងក្នុងមួយបានអត់ចូលតាមខាងក្រោយនេះវិញអូខេអរគុណពូមិនសិនបោកកៅអៅទាំងអស់នេះគឺក្មេងៗកូនសិស្សគាត់យកមកបោកយកអីហើយហាលខ្លួនឯងអីចឹងទៅហើយសម្ភារៈទាំងអស់នេះចាមានអំបោសមានអីជូតអីទាំងអស់កណាត់អីហ្នឹងគឺសម្រាប់កូនសិស្សបោះសម្អាតបន្ទប់គេងខ្លួនឯងចាបោះខ្លួនឯងណាកូនណាខ្ញុំណែនាំម៉ាក់ប៉ាឲ្យឃើញនេះគំរូបន្ទប់នៅពេលដែលកូនយើងគាត់ស្នាក់នៅហ្នឹងគាត់នេះគេងខែបែបហ្នឹងឯងមានកន្លែងធ្វើ homework កន្លែងអីមានទូខោអាវនៅខាងក្នុងមានបន្ទប់ទឹកហើយទៅក្នុងនេះមានកែអូងអត់ដឹងផងអ្នកណែនាំគេនេះទៅមិនត្រូវបានគេប្រាប់មិនដែរបានដឹងអូ my god លុយទូខោអាវមាន password
បើយើងមិនចាស់ទេយើងចូលបានទេព្រោះខ្ញុំក៏ដឹង password គេអីដែរនេះមានបន្ទប់មួយទឹកប្រគុណលាងដៃលាងជើងលុយអូនវិនអូននុត្រៀមណាកូនត្រៀមសាលាមួយនេះប្លែកមែនតើគឺអត់ធម្មតាហ្មងមិនថារបៀបរៀនរបៀបបង្រៀនឬក៏បំណិនជីវិតអាហារូបត្ថម្ភផ្សេងៗដែលក្មេងៗនៅទីនេះទទួលបានហើយខ្ញុំមកពិតជាចង់ឲ្យម៉ាក់ប៉ាបានមកឃើញផ្ទាល់មែនតើជាពិសេសគឺបានមកឃើញសមត្ថភាពរបស់សិស្សានុសិស្សនៅទីនេះដូច្នេះហើយខ្ញុំសូមអញ្ជើញម៉ាក់ប៉ាហើយបើមានកូនយកទាំងកូនមកចូលរួមកម្មវិធី Open Day នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះទី23ខែឧសភាឆ្នាំ2026នៅសាលា AUPP Liger Leadership Academy នៅជ្រោយចង្វាចាំខ្ញុំដាក់លេខទូរស័ព្ទ Facebook Page ឬក៏ QR code សម្រាប់រកទីតាំងហ្នឹងនៅប្រអប់ comment នៅខាងក្រៅនឹងមានកម្មវិធីសប្បាយៗច្រើនដូចជាការលេង frisbee ការរុករកកំណប់ការដើរប៉ណ្ណាំងលាក់និយាយទៅកម្មវិធីសប្បាយមានច្រើនដូច្នេះកូនអត់អបសុកទេប៉ុន្តែលើពីហ្នឹងទៀតណាម៉ាក់ប៉ាទាំងអស់គ្នានឹងមកបានឃើញគម្រោងរបស់សិស្សានុសិស្សដែលគាត់បានធ្វើដើម្បីដោះស្រាយបញ្ហាសង្គមនិងបានឃើញគំនិតអាជីវកម្មប្លែកៗផងដែរពីសិស្សានុសិស្សសាលានេះផ្ទាល់ខ្ញុំក៏នឹងទៅចូលរួមដែរណាអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចថ្ងៃសៅរ៍ទី23ខែឧសភាឆ្នាំ2026នេះកម្មវិធីតាំងពីម៉ោង 9 ព្រឹករហូតដល់ម៉ោង 7 ល្ងាចអញ្ចឹងម៉ាក់ប៉ានាំកូនទៅម៉ោងពេលណាក៏បានដែរឲ្យតែចន្លោះហ្នឹងខ្ញុំក៏នឹងទៅដែរឲ្យខ្ញុំទៅតាំងពីព្រឹកតែម្ដងអរគុណច្រើនជម្រាបលាជួបគ្នាចុងសប្តាហ៍នេះ